chừng sầm núi xua tha hết ấy ban dương chăm bạch ăn vọt cash flow với dương ở ban chụp to phân nâng dương trong chlo mình trang ở pi ca thưa ca sầm rạch chất bao dương ta sầm rạch chất bài mạch đầm bài dương miền trọp tràn chân dương pra board game thưa chịu từ hồ đầm bài dương sầm rạch chất ở trong ca chơi trọp sầm rạch chất ở trong ca video sầm rạch chất ở trong ca pra lối chân bom bom dương nơi tin bom bom này khác trong ăn vọt nơi ca cục krong lồi sum chui đã bị aiในក្នុងឆាតអនុវត្តការវិនិយោគនៅក្នុងកម្មវិធីរបស់យើងដាក់ពាក្យ AI នៅក្នុងឆាតហើយខ្ញុំលើកទឹកចិត្តនៅតាមផ្ទះបើសិនជាបងប្អូនយើងមានស្វាមីភរិយាមានក្រុមគ្រួសារអីអាចព្រីនឯកសារថែមរួចហើយអង្គុយធ្វើជាមួយគ្នាទៅតាមកម្មវិធីរបស់យើងហើយពិភាក្សាគ្នាហើយចប់ពីកម្មវិធីនឹងទៅទម្លាប់នៅក្នុងការពិភាក្សាគ្នាថ្ងៃនេះអ្វីដែលសំខាន់ដែលខ្ញុំរៀនបានហ្នឹងទី1ការកត់ត្រាព្រោះជាទូទៅជីវិតប្រចាំថ្ងៃរបស់យើងអត់សូវបានកត់ត្រាចំណាយចំណូលហ្នឹងទេហើយជាក់ស្ដែងពេលខ្លះដោយសារឥឡូវយើងមានលុយនៅក្នុងកុងយើងចេះគិតថាបើកមើលទៅដឹងតែលុយកុងប៉ុន្មានអីប៉ុន្មានតែបើភាគវិញថាយើងមានទ្រព្យអីគេខ្លះមានលំហូរសាច់ប្រាក់មិនយើងអត់ដឹងទេតែការកត់ត្រាហ្នឹងគឺល្អបំផុតហើយវាជំនួយដល់នៅពេលដែលមានឱកាសមកដល់គឺយើងអាចវិភាគបានថាយើងអាចinvest បានឬក៏អីបានអត់ចឹងណាអញ្ចឹងរឿងទី2ហ្នឹងគឺជួយឲ្យយើងចេះគិតចេះវិភាគហើយនឹងសម្រេចចិត្តទៅលើតើទិញចលនាទ្រព្យឬក៏ទិញអីហ្នឹងវាចំណេញអត់វាគួរទិញអត់អីអត់លុយយើងនៅក្នុងដៃមានប្រមាណយើងគួរតែទិញឬក៏គួរតែទុកអីចឹងណាអាហ្នឹងមានពីរចំណុចហ្នឹងដែលខ្ញុំរៀនបាននៅក្នុងព្រឹកហ្នឹង